អ្វីទើបអ្នកមិនទាន់ជោគជ័យសូមប្រាប់ចម្លើយពិតអ្នកគិតថាខ្លួនអ្នកខ្សោយមែនទេអ្នកគិតថាខ្លួនឯងខ្វះវិន័យមែនទេប៉ុន្តែការពិតមួយដែលអ្នកមិនធ្លាប់ដឹងអ្នកមិនមែនខ្សោយនោះទេអ្នកគ្រាន់តែខ្វះអ្វីមួយសំខាន់ថ្ងៃនេះក្នុងវីដេអូនេះយើងនឹងបង្ហាញអ្នកមូលហេតុដែលធ្វើឲ្យជីវិតអ្នកមិនទាន់ទៅមុខឬក៏មិនទៅមុខសាកស្រមៃមើលមានមនុស្សពីរនាក់ម្នាក់រស់នៅក្នុងគ្រួសារខ្វះខាតម្នាក់ទៀតមានគ្រប់យ៉ាងទាំងពីរនាក់មានក្តីស្រមៃដូចគ្នាចង់ជោគជ័យចង់មានជីវិតល្អតែចុងក្រោយមនុស្សម្នាក់ទៅដល់គោលដៅម្នាក់ទៀតរស់នៅឈប់ត្រង់កន្លែងនឹងដដែលតើហេតុអ្វីទៅចម្លើយស្ថិតនៅលើទ្រឹស្ដីមួយដែលមានឈ្មោះថា Maslow វាជាទ្រឹស្ដីដែលបញ្យល់ថាមនុស្សម្នាក់មិនអាចទៅរកភាពជោគជ័យបានទេបើតម្រូវការមូលដ្ឋាននៅខាងក្រោមមិនទាន់ពេញលេញតម្រូវការទាំងតម្រូវការទាំងនោះមានអ្វីខ្លះគឺវាមាន5ដំណាក់កាលតើអ្នកជាប់នៅក្នុងដំណាក់កាលមួយណាគ្រប់គ្នាគឺស្ថិតនៅក្នុងដំណាក់កាលទាំងនោះដូចគ្នាវាដូចជា level វាដូចជាថ្នាក់ស្ដាប់មើលតើអ្នកស្ថិតនៅត្រង់ចំណុចណាក្នុងដំណាក់កាលទី1ឬក៏ជាន់ទី1តម្រូវការមូលដ្ឋាននេះគឺជាអ្វីដែលសំខាន់បំផុតសម្រាប់មនុស្សទូទៅអាហារទឹកការគេងនិងសុខភាពបើអ្នកនៅតែបារម្ភពីអ្វីទាំងអស់នេះអ្នកមិនអាចផ្ដោតលើភាពជោគជ័យបានទេឧទាហរណ៍មនុស្សដែលគ្មានលុយញ៉ាំអាហារគាត់មិនមានពេលវេលាគិតពីក្តីសម័យឬក៏សុបិនគាត់នោះទេគាត់គិតតែធ្វើយ៉ាងណាធ្វើម៉េចឲ្យតែស្អែកមានអីញ៉ាំឲ្យតែថ្ងៃនេះមានអីញ៉ាំនេះមិនមែនខ្សោយទេនេះគឺជាធម្មជាតិរបស់មនុស្ស level ទី2ឬក៏ដំណាក់កាលទី2សុវត្ថិភាពបន្ទាប់ពីមានការហូបចុកការគេងមនុស្សគ្រប់គ្នាគឺត្រូវការអាហារគ្រប់គ្រាន់សំទោសគឺត្រូវការសុវត្ថិភាពស្ថិរភាពប្រាក់ចំណូលនិងកន្លែងរស់នៅដែលមានសុវត្ថិភាពបើអ្នករស់នៅក្នុងភាពភ័យខ្លាចបាត់ការងារខ្លាចគ្មានលុយចិត្តអ្នកនឹងមិនអាចស្ងប់ហើយអ្នកក៏មិនមានពេលរត់តាមក្តីស្រមៃរបស់អ្នកបានឡើយដំណាក់កាលទី3ស្នេហានិងការប្រច័ណ្ឌនិងការចូលរួមនិងការចង់បានអ្វីក៏ដោយដែលក្នុងន័យថាត្រូវតែស្រឡាញ់ហើយត្រូវតែចង់បានមិនដឹងតែចង់បានគឺចង់សិនហើយមនុស្សត្រូវការអារម្មណ៍ថាមានអ្នកស្រឡាញ់មានមិត្តមានគ្រួសារបើអ្នកមានលុយតែមានអារម្មណ៍ឯកាគឺអ្នកកំពុងតែស្ថិតនៅក្នុងជាន់ទី3នេះគឺអ្នកនៅតែមិនសប្បាយចិត្តមានលុយហើយតែមិនមានទិសដៅពិតប្រាកដគឺអ្នកនៅក្នុងអារម្មណ៍មួយដែលគ្មានក្តីស្រឡាញ់ដែលគ្មានទិសដៅពិតប្រាកដនៅក្នុងដំណាក់កាលទី4ការគោរពខ្លួនឯងនៅទីនេះដំណាក់កាលនេះមនុស្សចាប់ផ្ដើមចង់បានឯខ្លះការគោរពពីអ្នកដទៃចង់បានភាពជឿជាក់លើខ្លួនឯងនិងចង់ឲ្យខ្លួនឯងមានសមត្ថភាពខ្ពស់ជាងមុនប៉ុន្តែបើសិនជាយើងមិនមានការជឿជាក់ខ្លាំងនោះទេយើងនឹងបាត់បង់ទាំងអស់នោះទៅវិញតែសារតែយើងចាប់ផ្ដើមខ្លាចបរាជ័យខ្លាចមនុស្សផ្សេងគិតអ្វីទៅផ្ដាស់មកលើយើងនិយាយរួមខ្លាចការគិតរបស់អ្នកដទៃហើយបែបនេះហើយទៅធ្វើយើងទៅជា stress ធ្វើអ្វីក៏មិនចង់ធ្វើហើយមានលុយដែលមិនសប្បាយចិត្តថ្ងៃណាមួយលុយនោះនឹងរលាយដូចគ្នាដំណាក់កាលចុងក្រោយការសម្រេចគ្រប់យ៉ាងនេះគឺជាកំពូលនៃដំណាក់កាលរបស់មនុស្សអ្នកនឹងក្លាយជាមនុស្សដែលអ្នកចង់ធ្វើអីក៏ធ្វើបានចង់ថាសម្រេចចង់ធ្វើអីគឺធ្វើបាននឹងប្រើសមត្ថភាពពេញលេញធ្វើអ្វីៗគឺឲ្យអត្ថន័យជីវិតរបស់អ្នកកាន់តែមានរសជាតិឆ្ងាញ់មនុស្សនៅកម្រិតនេះគឺធ្វើអីក៏ដោយគឺដើម្បីលុយហើយដើម្បីអារម្មណ៍ដំណើរគ្នាតែម្ដងគេធ្វើអ្វីដែលពួកគេចូលចិត្តគេធ្វើអ្វីដែលមានអត្ថន័យជីវិតល្អចំពោះជីវិតរបស់គេបានន័យថាគេមកដល់ដំណាក់កាលមួយដែលគេអាចដើរតាមក្តីសម័យមកដល់ក្តីសម័យឧទាហរណ៍ថាគាត់ជាអ្នកចម្រៀងតាំងពីដើមមកគាត់អត់ដែលចេះច្រៀងមិនអធិស្ឋានគាត់មិនដែលមានឱកាសបង្ហាញពីសមត្ថភាពច្រៀងរបស់គាត់ទេប៉ុន្តែនៅពេលគាត់ធ្វើចំនួនជោគជ័យគាត់ដាក់វិន័យជោគជ័យទៅគាត់ក៏ធ្វើខ្លួនឯងបានក្តីសម័យគាត់ចេញជាចម្រៀង original ឲ្យខ្លួនឯងទៅបានថាគាត់សម្រេចក្តីសម័យរបស់គាត់ដោយប្រើធម៌ពលរបស់គាត់តែអ្វីបានយើងនិយាយពីរឿងទាំងអស់នេះសង្ឃឹមថាតើអ្នកយល់ទាំង5ចំណុចនេះមកដល់វគ្គនេះយើងត្រូវសួរខ្លួនឯងថាតើអ្នកនៅក្នុងដំណាក់កាលទីប្រមាណតែខ្ញុំនេះនៅក្នុងដំណាក់កាលទីប្រមាណទី1ទី2ទី3ទី4ទី5កុំបង្ខំខ្លួនឯងឲ្យលើសពីសមត្ថភាពខ្លួនឯងសាងសង់ពីជាន់ក្រោមឲ្យរឹងមាំសិនមានច្រើនសម្បីអត់មានផ្ទាល់ពេលខ្លះក៏នៅវល់វក់ជាមួយនឹងជីវភាពដែរទើបអត់មានពេលធ្វើវីដេអូរបស់នេះស្ដាប់នឹងចឹងហើយទើបក្តីសម័យចេះតែដកឃ្លាទៅសរុបមកវិញយើងទាំងអស់គ្នាមិនមែនខ្សោយទេគ្រាន់តែយើងមិនទាន់ដល់ដំណាក់កាលណាមួយជីវិតមិនមែនប៉ុណ្ណឹងគ្នាវាមិនមែនជាការប៉ុណ្ណឹងនឹងមនុស្សណាទេវាជាការឡើងជាន់តាមថ្នាក់ទី1ទី2ទី3ទី4ទី5ឡើងមួយជាន់ទាំងអស់គ្នាត្រូវដឹងថាខ្ញុំនៅដំណាក់កាលមួយណាយើងកំពុងតែក្នុងដំណាក់កាលដែលបារម្ភពីជីវភាពយើងកំពុងតែដំណាក់កាលដែលបារម្ភពីស្ថិរភាពជីវិតយើងកំពុងតែស្ថិតក្នុងដំណាក់កាលមានលុយតែមិនដឹងធ្វើអីចាប់នេះចាប់នោះមិនឈ្មោះត្រង់ណាត្រូវដឹងពីដំណាក់កាលខ្លួនឯងហើយថ្ងៃណាមួយឲ្យតែយើងប្រឹង
ពួកយើងនឹងមកដល់ក្នុងចំណុចទី5ដែលយើងអាចដែលអ្នកទាំងអស់គ្នាបានស្ដាប់មិញហ្នឹងគឺចំណុចទី5ជាចំណុចកំពូលដែលមនុស្សគ្រប់គ្នាត្រូវការសម្រាប់វីដេអូរបស់យើងគឺ admin សូមបញ្ចប់ត្រឹមនឹងសិនហើយសម្រាប់បងប្អូនយើងដែលស្ដាប់មកដល់ចំណុចនេះ admin សូមចិត្តសូមបេះដូងទាំងអស់គ្នាណាដោយសារ channel នេះ admin បានຕົកចោលវាខូចណាហើយតែពេលយើងធ្វើវីដេអូសារថ្មីទៅវាមិនសូវមាន view ច្រើនទេអញ្ចឹងជាកម្លាំងចិត្តទាំងអស់គ្នាមើលចប់ហើយចូល comment ពាក្យល្អៗខាងក្រោមនិងចុច subscribe admin ម្នាក់មួយផងដើម្បីឲ្យ admin មានកម្លាំងចិត្តស្រាវជ្រាវរកមេរៀនជីវិតល្អៗចែករំលែកជូនអ្នកទាំងអស់គ្នាទៀតណាអរគុណច្រើនជម្រាបលា